សុខភាពថ្មិញគឺជារឿងសំខាន់ខ្លាំងណាស់បើសិនជាអ្នកអត់ដុសថ្មិញពេញមួយសប្តាហ៍តើអ្នកដឹងទេថាមានរឿងអ្វីកើតឡើងសូមកុំសាកល្បងឲ្យសោះបើសិនជាអ្នកអត់ដុសថ្មិញត្រឹមតែ7ថ្ងៃនោះនៅថ្ងៃទី1កំណត់បាក់តេរីនឹងចាប់ផ្ដើមកកជាប់ថ្មិញដែលធ្វើឲ្យមាត់ធំក្លិនថ្ងៃទី3អញ្ចាញថ្មិញក៏ចាប់ផ្ដើមឡើងពណ៌ក្រហមនិងហើមដែលជាសញ្ញានៃការរលាកថ្ងៃទី7បាក់តេរីរឹបពន្លៀននិងវាយលុកស្រទាប់ថ្មិញហើយធ្វើឲ្យថ្មិញចាប់ផ្ដើមពុកផុយប៉ះពាល់ដល់សុខភាពបេះដូងទៀតផងសុខភាពមិត្តថ្មិញសំខាន់ជាងអ្វីដែលអ្នកគិតទៅទៀតតើអ្នកដុសថ្មិញបាន2ដងក្នុងមួយថ្ងៃដែរឬទេសូមខមមិនខាងក្រោមបើអ្នកដុសថ្មិញលើសពី2ដងក្នុងមួយថ្ងៃ